សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះដែរខ្ញុំធ្វើនៅពេលព្រឹកម៉ោង 4 ទៀតភ្លឺបងប្អូនបាទហើយដោយសារក្នុងផ្ទះខ្ញុំហ្នឹងវាអត់ទាន់បានតបំពូលកន្លែងចាប់តកៅចាប់អីហ្នឹងណាបងប្អូនបាទតកៅដួងបងប្អូនបាទហើយវាអត់ទាន់មានភ្លើងបំភ្លឺហើយអញ្ចឹងនៅខ្វះការរៀបចំបន្តិចបន្តួចបងប្អូនបាទហើយភ្លើងហ្នឹងក៏ប្រើភ្លើង7ភ្លើងទូរស័ព្ទអីចឹងណាបងប្អូនរាល់ពេលម៉ោង 4 ដូចភ្លឺយើងមុននឹងទៅហាត់ប្រាណយើងនឹងធ្វើជាវីដេអូនឹងចាប់តកៅដួង1នាទីឬ2នាទីអីណារាល់ពេលដែលយើងទៅមុននឹងទៅហាត់ប្រាណអញ្ចឹងបងប្អូនទាំងអស់គ្នាយើងឆ្លៀតពេលទំនេរខ្លីៗដើម្បីការចិញ្ចឹមដួងទាំងអស់គ្នានៅតាមគេហដ្ឋានរបស់បងប្អូនមិនប៉ះពាល់ដល់ការងារហើយដូចខ្ញុំនេះដែរគឺក្នុងមួយថ្ងៃខ្ញុំចាប់រយៈពេល3ធុងចាប់ពេល3ធុងហ្នឹងគឺវីដេអូហ្នឹងខ្ញុំថតតែខ្លីៗទេបងប្អូនបាទមួយធុងហ្នឹងយើងធ្វើបានយូរហើយក៏បានចំនួនប្រហែលជា1គីឡូតកៅដែរបងប្អូនបាទ1គីឡូតកៅបងប្អូនបាទ